មិន ថ្ងៃប៉ុណ្ណោះបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanne Takaichi ព័ត៌មានលម្អិតនៃការជជែកគ្នាបានលេចចេញតាមរយៈ Reuters និង South China Morning Post សារព័ត៌មានទាំងពីរបានស្រង់សម្ដីមន្ត្រីអាមេរិកថាលោក Trump បានប្រាប់ឲ្យលោកស្រី Sanne Takaichi ថ្នមសម្ដីរឿងកោះតៃវ៉ាន់ដើម្បីបញ្ជៀសការរីករាលដាលនៃបញ្ហាជាមួយនឹងចិនបន្ថែមទៀតតាមរយៈមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះលោក Trump និយាយថាលោកមិនចង់ឃើញចំនួនរាលដាលទេការលើកឡើងរបស់លោក Trump ធ្វើឡើងបន្ទាប់ពីលោកស្រី Sanne Takaichi ប្រកាសប្រើកម្លាំងយោធាបើចិនហ៊ានវាយប្រហារកោះតៃវ៉ាន់ដោយយោងថាការផ្ទុះសង្គ្រាមរវាងចិននិងតៃវ៉ាន់នឹងរាលដាលទៅដល់កោះរបស់ជប៉ុនដែលនៅក្បែរនោះរដ្ឋាភិបាលចិនបានថ្កោលទោសលោកស្រីនាយករដ្ឋមន្ត្រីជប៉ុនហើយព្រមានបកវិញថាជប៉ុននឹងចាញ់យ៉ាងធ្ងន់ធ្ងរបើហ៊ានសាកលូកដៃនៅក្នុងវិបត្តិកោះតៃវ៉ាន់ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនរាប់សិបឆ្នាំមកហើយដោយមើលឃើញស្ថានភាពមិនស្រួលលោកស៊ីជីនពីងបានបោះដៃរកអាមេរិកដើម្បីចង់ឲ្យអាមេរិកទប់ស្កាត់ជប៉ុនបញ្ជៀសការលូកដៃចូលជើងនៅក្នុងកិច្ចការចិនតៃវ៉ាន់និងអាមេរិកមិនចង់ឲ្យជប៉ុនចូលព្រោះចិនបារម្ភថាបើមានការប៉ះទង្គិចគ្នាអាមេរិកអាចប្រើមូលដ្ឋានទ័ពនៅជប៉ុនដែលនឹងធ្វើឲ្យចិនចាញ់ប្រៀបនៅជប៉ុនអាមេរិកមានមីស៊ីលរយៈចម្ងាយឆ្ងាយដូចជា Tomahawk និង SM-6 បូករួមទាំងយន្តហោះចម្បាំង F-35 នាវាចម្បាំងនិងកងកម្លាំងចំនួន 55,000 នាក់នេះបើយោងទៅតាម Reuters អាវុធទាំងអស់នៅជប៉ុនអាចឲ្យអាមេរិកការពារទឹកដីជប៉ុនការពារផ្លូវសមុទ្រពីសមុទ្រចិនខាងកើតរហូតដល់សមុទ្រហ្វីលីពីននិងគ្រប់គ្រងសម្ព័ន្ធមិត្តបានយ៉ាងឆាប់រហ័សប្រសិនបើតៃវ៉ាន់ឬក៏ឧបទ្វីបកូរ៉េប្រឈមទៅនឹងជម្លោះទោះយ៉ាងណាអាមេរិកប្រាប់ឲ្យជប៉ុនបន្ធូរដៃនៅពេលនេះគឺស្របពេលអាមេរិកនិងចិនកំពុងតែផ្សះផ្សាទំនាក់ទំនងឡើងវិញដើម្បីផលចំណេញពាណិជ្ជកម្មសមាជិកសភាជាន់ខ្ពស់ពីររូបនៃគណៈបកកណ្ដាលអំណាចជប៉ុននិយាយថាពួកគេចង់លើចំហរបស់ត្រាំដោយផ្ទាល់ហើយសង្ឃឹមថាជប៉ុននឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសម្ព័ន្ធមិត្តសន្តិសុខកំពូលមួយនេះខ្ញុំរស់សុធាពី News Today NTTV